លោកត្រាំនឹងបើកទ្វារសេតវិមានស្វាគមន៍លោកប្រធានាធិបតីចិនស៊ីជីនពីងជន់ឆ្នាំនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំប្រកាសនឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍លោកប្រធានាធិបតីចិនស៊ីជីនពីងមកកាន់សេតវិមាននៅចុងឆ្នាំ2026នេះការប្រកាសនេះធ្វើឡើងស្របពេលដែលប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោកកំពុងព្យាយាមស្ដារទំនាក់ទំនងឡើងវិញក្រោយរងការប៉ះទង្គិចដោយសារសង្គ្រាមពាណិជ្ជកម្មដ៏ក្តៅគគុកថ្លែងប្រាប់ទូរទស្សន៍ NBC News កាលពីថ្ងៃអាទិត្យលោកត្រាំនិយាយថាលោកប្រធានាធិបតីស៊ីជីនពីងនឹងធ្វើដំណើរមកកាន់សេតវិមាននៅចុងឆ្នាំនេះក្រោយពេលដែលរូបលោកធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនមុននៅខែមេសាខាងមុខនេះលោកថាអាមេរិកនិងចិនគឺជាប្រទេសដ៏មានឥទ្ធិពលបំផុតពីរនៅលើពិភពលោកហើយលោកទាំងពីរមានទំនាក់ទំនងល្អណាស់កាលពីថ្ងៃទី4ខែកុម្ភៈលោកត្រាំនិងលោកស៊ីជីនពីងធ្លាប់បានសន្ទនាជាមួយគ្នាអំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនស្ថានភាពនៅអ៊ីរ៉ង់បញ្ហានៅកោះតៃវ៉ាន់និងសង្គ្រាមពាណិជ្ជកម្មជាដើមចាប់តាំងពីលោកត្រាំវិលត្រឡប់មកសេតវិមានវិញកាលពី1ឆ្នាំមុនប្រធានាធិបតីសហរដ្ឋអាមេរិកវ័យ79ឆ្នាំរូបនេះបានដំឡើងពន្ធគុយយ៉ាងចាស់ដៃលើប្រទេសចិនរួមទាំងពន្ធលើដែកថែបរថយន្តនិងទំនិញផ្សេងៗទៀត